ដែលពេលនេះឆ្នាំទៅយើងអាចនិយាយតែពីអតីតកាលនៃការជឿចាប់ដោយសារសង្គ្រាមអាចនិយាយពីសង្គ្រាមពីទសវត្សរ៍ទី90ទី80ប៉ុន្តែឆ្នាំ2026នេះយើងបាននិយាយពីសង្គ្រាមដែលទើបនឹងកើតយើងអាចមើលឃើញផ្ទាល់អំពីការទម្លាក់គ្រាប់បែកដែលយើងកាលមុននិយាយតែ B52 ឥឡូវយើងអាចស្គាល់ F16 យើងនិយាយតែពីការបំផ្លិចផ្លាញដោយសង្គ្រាមរូបនៅក្នុងឯកសារចាស់ៗពីឆ្នាំ70តែឥឡូវយើងមានឯកសារឆ្នាំ2025ជាអក្សរយើងធ្លាប់តែមានអតីតយុទ្ធជនពីការតាំងពីទសវត្សរ៍តែចុងក្រោយ2011ដែលយើងវាយគ្នាជំរុញតិចយើងคล้ายទៅជាមានអ្នកដែលពលីពីការដោយសារសង្គ្រាមនៅឆ្នាំ2025សួរតើយើងចង់បានទៀតទេសង្គ្រាមខ្មែរឆ្អែតឆ្អន់ហើយយើងព្យាយាមដោះស្រាយដោយមិនចាំបាច់ចំណាយជីវិតបព្វជិជននៅក្នុងបុព្វហេតុការពារទឹកដីមិនបានន័យថាយើងដោះស្រាយមិនច្បាំងគ្នាគឺថាយើងបកគលដីឲ្យគេលុតជង្គង់សញ្ញេកាត់ទេអត់ទេត្រូវដោះស្រាយតាមផ្លូវច្បាប់ដោះស្រាយតាមយន្តការការទូតឲ្យអស់លទ្ធភាពខ្ញុំនិយាយម្ដងទៀតទោះបីជានៅមានសង្ឃឹមទ្វារមិនទាន់បិទទាំងស្រុងនៅបើកតែ 1% នៅក្នុងការចូលទៅដោះស្រាយដោយសន្តិវិធីគឺយើងត្រូវប្រើវាអស់លទ្ធភាពជាជាងច្បាំងគ្នាជាមុខដាក់អានឹងជាត្រីអ្នកខ្លះខ្ញុំនិយាយអានឹងម្ដងអត់យល់ហើយតាំងខ្លួនជាបណ្ឌិតវិភាគបៃពពុះមាត់តាម Facebook ខ្ញុំមិនមែននិយាយថា 1% ដែលទទួលបានជោគជ័យនោះទេរឿងជោគជ័យគឺយើងនឹងខិតខំព្យាយាមឲ្យបាន 100% ទៅតាមការការពារទឹកដីប៉ុន្តែខ្ញុំនិយាយពីឱកាសដែលនៅមានក្នុងការចាប់យកជំរើសសន្តិវិធីទោះបីវានៅសល់ភាគ 1% ក៏បានន័យថាទោះបីជាវានៅសល់ 1% ដើម្បីយើងបើកទ្វារនឹងទៅចូលអង្គុយតុចរចារឿងចរចាលទ្ធផលរឿងផ្សេងក៏យើងត្រូវតែប្រើជូនបណ្ឌិតស្អីពលទឹកមាត់នៅក្រៅប្រទេសនោះសិតតែយុទ្ធវិធីច្បាស់គេថារាជរដ្ឋាភិបាលនឹងប្រើយុទ្ធសាស្ត្រខុសរឿងកុងតឺន័ររឿងបលាលុះបើខ្លាំងចូលមកខ្ញុំឲ្យទៅជួបជាមួយមេដឹកនាំកងទ័ពដែលនៅជួរមុខដែលសម្រាប់ចិត្តតើយើងយកវិធីសាស្ត្រណាដើម្បីដោះស្រាយតែខ្ញុំសូមបញ្ជាក់ម្ដងទៀតពេលខ្លះខ្ញុំឃើញថាវាល្ងងពេកតាំងខ្លួនជាបណ្ឌិតសូម្បីតែប្រជាជនសាមញ្ញចូលមើលខមមិនក៏គាត់យល់ 1% នៃការដោះស្រាយដោយសន្តិវិធីបើសិនជាវានៅទ្វារមិនទាន់បិទខ្ញុំក៏ត្រូវជ្រើសរើសអានឹងដែរមុននឹងបញ្ជូនទាហានប្រជាពលរដ្ឋស្លាប់របួសតែវាយគ្នាមិនមែនស្លាប់តែទាហានទេខ្ទេចផ្ទះស្លាប់ប្រជាពលរដ្ឋអញ្ចឹង 1% ដែលនៅសល់បានន័យថាសង្ឃឹម 1% ដែលយើងនៅតែអាចចូលអង្គុយចរចាមិនមែន 1% នៃការទទួលជោគជ័យនោះទេស្ដាប់ប៉ុណ្្នឹងក៏មិនច្បាស់ស្ដាប់បញ្យល់តែគេហៅបណ្ឌិតស៊ីអារម្មណ៍បណ្ឌិតស៊ីអារម្មណ៍នេះគឺថាចេញមកគឺដាក់លទ្ធផលមុនជាជាងប្រមូលទិន្នន័យយកមកវិភាគបញ្ចេញលទ្ធផលដាក់ទិន្នផលមុនហើយគេថាស្អីដែលគេចង់បានមុនហើយគឺយកតែទិន្នន័យណាដែលស្របជាមួយគេយកទៅប្រព្រឹត្តបន្តែអាផ្សេងទៀតគេទាត់ចោលធ្វើបណ្ឌិតស៊ីអារម្មណ៍បែបនេះក៏ស៊ីទៀតចោះតែខ្ញុំសូមឲ្យយល់ខ្ញុំសូមបញ្ជាក់ឡើងវិញបើសិនជាការដោះស្រាយតាមសន្តិវិធីនៅមានឱកាសសូម្បីតែ 1% ដែលយើងអាចនៅបើកទ្វារចូលចរចាបញ្ចប់រឿងការពារបូរណភាពទឹកដីតាមសន្តិវិធីយើងត្រូវតែប្រើវាអស់លទ្ធភាពជាជាងបញ្ជូនយើង 1% នៃលទ្ធភាពដើម្បីបើកការចរចាមិនទាន់បិទតាមសន្តិវិធីមិនមែន 1% នៃការយកឈ្នះគេចរចានោះទេស្ដាប់ពិបាកបញ្យល់ដែរមានអ្នកខ្លះឡើងអស់សក់អ្នកខ្លះឡើងអីបាទខ្ញុំសូមមិនចង់និយាយទេពេលខ្លះតលតែបញ្ជាក់ទៅជាប្រជាពលរដ្ឋយើងយល់ច្បាស់ជាងហើយបងប្អូនមានអ្នកខ្លះមានតែបណ្ឌិតអីតែគាត់ស្រួលស្ដាប់ប្រហែលជាខ្ញុំនិយាយភាសាខ្ញុំវាអត់ដល់កម្រិតបណ្ឌិតបានបណ្ឌិតចាប់ស្ដាប់ទៅអត់យល់បាទដល់ប្រជាជនសាមញ្ញស្រួលយល់តែខ្ញុំថា 1% បើនៅសង្គមចរចាយើងនៅតែចរចាមិន 1% យកឈ្នះដោយនេះទៀតបើន័យថាទ្វារមិនទាន់បិទតែបើសិនជាបិទយើងត្រូវតែច្បាប់